คือថ្ងៃនេះខ្ញុំទើបតែទទួលបានអ៊ីមែលពីបាកងតាក់ទងនឹងការប្រើប្រាស់ Open API និយាយត្រង់គាត់ទៅអានចប់ភ្លាមខ្ញុំចង់កៀងតែម្ដងអូខេអញ្ចឹងសម្រាប់អ្នកដែលទៅសេកូដភ្ជាប់ API បាកងដើម្បី verify ការបង់ប្រាក់ស្វ័យប្រវត្តិដូចខ្ញុំគឺត្រៀមខ្លួនឲ្យទៅអូខេសាច់រឿងគឺវាអញ្ចេះចាប់ពីថ្ងៃទី1ខែសីហាឆ្នាំនេះតទៅគឺបាកងគេលេងឲ្យយើងប្រើ API សម្រាប់គោលបំណងអាជីវកម្មទៀតហើយគេនឹងទម្លាក់ចំនួន request មកត្រឹមតែ100ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះសម្រាប់ធ្វើការតេស្តអញ្ចឹងបើសិនសម្រាប់អ្នករ៉ូស៊ីគេឲ្យយើងទៅសហការភ្ជាប់ API ពីធនាគារផ្ទាល់តែម្ដងអញ្ចឹងបញ្ហាវាស្ថិតនៅត្រង់នេះសម្រាប់ក្រុមហ៊ុនធំគេអត់ខ្វល់ទេព្រោះគេមានច្បាប់ត្រឹមត្រូវចំណែកឲ្យយើងជា developer ជា freelance ដែលទៅតែសេបតូចដែលគេប្រើតែយើងគួរធ្វើយ៉ាងណាយើងដឹងស្រាប់ហើយថារាល់ពេលដែលយើងទៅសុំ payment gateway ពីធនាគារម្ដងគេទាមទារឯកសារក្រុមហ៊ុនទាមទារបតង់ឡើងរញ៉េរញ៉ៃសម្រាប់ខ្ញុំផ្ទាល់ពេលចេញលក្ខខណ្ឌបែបនេះវាដូចនឹងបិទផ្លូវនឹងមកបាក់ទឹកចិត្ត developer តូចដែលទៅតែចាប់ផ្ដើម build product ថ្មីមែនតើអូខេពេលអត់មាន API ស្រួលប្រើអត់មានឯកសារក្រុមហ៊ុនតើយើងអាចទៅមុខរួចដោយរបៀបណាអញ្ចឹងជាចុងក្រោយខ្ញុំចង់សួរទៅកាន់បងប្អូន developer យើងទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានមតិយោបល់យ៉ាងម៉េចដែរចំពោះបញ្ហានេះតើអ្នកទាំងអស់គ្នាយល់ថាវាប៉ះពាល់ដល់យើងកម្រិតណាហើយវាមានវិធីសាស្ត្រដោះស្រាយមួយខ្លះជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមផងដើម្បីយើងពិភាក្សាទាំងអស់គ្នាអូខេវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាបាយបាយ